ថ្ងៃនេះខ្ញុំចង់ជំរាបបងប្អូនជាពលរដ្ឋអំពីការ install កម្មវិធី Roadcare នៅក្នុងទូរស័ព្ទដំបូងយើងចូល Play Store ហើយយើងវាយពាក្យ Roadcare នេះយើងនឹងឃើញមានពាក្យ logo ធ្វើផ្លូវនេះថាច់លើវាដើម្បី install កម្មវិធីចូលក្នុងទូរស័ព្ទចុចពាក្យ install មកអញ្ចឹងឥឡូវកំពុង downloading អញ្ចឹងទំហំនៃកម្មវិធីនឹងមាន24 MB 0.08នេះជាទម្រង់នៃកម្មវិធីគេគឺយើងអាចថតរូបរាល់សកម្មភាពផ្លូវខូចនិងផ្លូវមានចម្បុកមាន់ដើម្បីផ្ញើទៅក្រសួង3ក្រសួងមានមូលដ្ឋានផ្ញើផ្លូវខូចសម្បុកមាន់ទៅមន្ទីររាជធានីខេត្តដើម្បីឲ្យមន្ទីររាជធានីខេត្តចាត់ក្រុមថែទាំទៅជួសជុលឥឡូវពង install កម្មវិធីពង install ចូលទូរស័ព្ទយើងហើយរងចាំបន្តិចដោយសារទំហំវារឿងធំដែរតែយើងរងចាំយូរបន្តិចណាអាស្រ័យលើល្បឿននៃអ៊ីនធឺណិតរបស់យើងប្រើរៀងខ្លួន installing តប install ហើយវានឹងឲ្យយើង open កម្មវិធីហ្នឹងកម្មវិធីនេះដែរអាចឲ្យយើងមើលដឹងពីប្រវត្តិនៃការផុសរបស់យើងវានឹងថតទុកក្នុងនោះទាំងអស់ហ្នឹងដើម្បីមានអ្នកផ្សេងគេផុសពីសកម្មភាពហ្នឹងឥឡូវ open បានហើយយើង open កម្មវិធីហ្នឹងហើយនេះវាជាប់user របស់មន្ទីរសាធារណការឥឡូវខ្ញុំចាក់ចេញពី user នេះដូចព្រមឥឡូវខ្ញុំនេះយើងឲ្យលោក្នុងទូរស័ព្ទយើងមិនដែរឥឡូវយើងបង្កើតចុះឈ្មោះថ្មីដោយសារនេះឈ្មោះចាស់របស់យើងទេឥឡូវចុះឈ្មោះថ្មីយើងបញ្ចុះឈ្មោះមកនេះយើងដាក់ឈ្មោះយើងមកហើយឈ្មោះហៅសម័យដាក់ហៅសម័យ email ខ្ញុំសម័យ ho@gmail.com លេខទូរស័ព្ទខ្ញុំ012 92 6589លេខសម្ងាត់ខ្ញុំឧទាហរណ៍ដាក់admin 09អញ្ចឹងពាក្យខាងក្រោមលេខសម្ងាត់ខាងក្រោមហ្នឹងទៅតែដាក់ដូចខាងលើដែរអានេះចុចរូបផ្នែកនេះដើម្បីយើងបញ្យល់មើលលេខសម្ងាត់របស់យើងណាពីរនឹងដាក់ដូចគ្នាតោះមកយើងយកព្រមលក្ខខណ្ឌដែលយើងបានពេញនេះបញ្ជាក់ថាលក្ខខណ្ឌនេះតោះតែទូរស័ព្ទហ្នឹងពិតប្រាកដ email ពិតប្រាកដបានគ្រប់លក្ខខណ្ឌគេបានគេឲ្យចុះឈ្មោះដោយសារឈ្មោះនេះខ្ញុំបានចុះរួចហើយអញ្ចឹងគេចេញដាក់ទូរស័ព្ទនេះបានប្រើរួចហើយអញ្ចឹងយើងចូលក្នុងករណីប្រើមកបានយើងមិនចុះឈ្មោះទៀតទេតែបើជាទូរស័ព្ទនេះតើបានចុះឈ្មោះ email តើបានចុះឈ្មោះអញ្ចឹងយើងត្រូវតែចុះឈ្មោះសិនមុននឹងបើកបានណាឥឡូវខ្ញុំដាក់លេខទូរស័ព្ទបានចុះឈ្មោះហើយលេខសម្ងាត់ខ្ញុំមាន09អានេះចូលបានហើយអញ្ចឹងមុនប្រើប្រាស់កម្មវិធីនឹងបានគេឲ្យយើងបើក GPS ក្នុងទូរស័ព្ទដើម្បីឲ្យគេដឹងទីតាំងនៃរូបថតអញ្ចឹងនេះកម្មវិធីយើងជួបបាននៅក្នុងហើយកម្មវិធីរូបកណ្ដឹងនេះគឺប្រវត្តិនៃការយើងផុសយើងថតរូបមុននិងប្រវត្តិដែលគេផ្ញើនៅក្នុងនឹងបញ្ចូលនឹងបងប្អូនគ្នានៃប្រវត្តិនៃការយើងឆ្លើយឆ្លងគ្នាហ្នឹងក្នុងហ្នឹងអញ្ចឹងយើងចង់បើមកថាយើងឃើញទីតាំងផ្លូវខូចមួយយើងចុចយកពាក្យសញ្ញាបូថតមកយើងថតអញ្ចឹងយើងថតទីតាំងហ្នឹងមួយទៅអញ្ចឹងវាអនុញ្ញាតយើងថត3ស្លឹកដើម្បីឲ្យមើលឃើញសកម្មភាពទាំងអស់អញ្ចឹងយើងថតទាំង3ហើយអាបរិយាយនេះយើងសរសេរថាតើផ្លូវហ្នឹងខូចរបៀបម៉េចមូលហេតុអីបានយើងត្រូវជូននៅក្រសួងនៅគមទីគោលបំណងយើងផ្ញើទៅដើម្បីអីអញ្ចឹងយើងអាចសរសេរទៅអ្វីដែលគោលបំណងយើងចង់ឲ្យមន្ទីរមកជួសជុលឬក៏មិនយើងសរសេរក្នុងទៅសូមស្ថាប័ន
អញ្ចឹងទៅយើងអាចចុច send ទៅបានថាហ្នឹងរូបភាពទាំង3ហ្នឹងយើងបញ្ជូនទៅដល់MO បានថា maintenance office អញ្ចឹង maintenance office គឺនៅថ្នាក់ក្រសួងថ្នាក់សាធារណការគាត់មានក្រុមការងារមួយគាត់ចាំពិនិត្យមើលរាល់សកម្មភាពរបស់ប្រជាពលរដ្ឋអ្នក user road user ហ្នឹងបាញ់រូបហ្នឹងទៅជូនទៅគឺចូលក្នុង MO សិន maintenance office សិនអញ្ចឹង maintenance office ហ្នឹងអ្នក select មើលថាតើការងារហ្នឹងត្រូវបញ្ជូនទៅខាងណាជូនទៅខាងមន្ទីរណារាជធានីណាខេត្តណាអញ្ចឹង MO ជាអ្នកបញ្ជូនទៅបានមកដល់មន្ទីរមានក្រុមការងារ user គេមួយទៀតដែលខ្ញុំ user មុនហ្នឹងគឺជា user របស់MT មានថា maintenance team តាមមន្ទីរមួយគេមាន user ហ្នឹងដើម្បីទទួលព័ត៌មានពីក្រសួងមកអញ្ចឹង user ទទួលបានព័ត៌មានត្រូវទៅចុះទៅមើលវិញយើងឃើញឲ្យហើយតាមរូបថត GPS ហ្នឹងយើងកំណត់មានផែនទីមានបរិយាយរបស់ user road user ហ្នឹងអញ្ចឹងយើងអាចចុះទៅមើលបានបើយើងបដិសេធថាជាមិនមែនផ្លូវរបស់មន្ទីររបស់អីហ្នឹងយើងអាចមានបដិសេធតទៀតតែនេះខ្ញុំគ្រាន់ជំរាបបងប្អូនជឿថាអាចប្រើត្រឹមជា user road user អញ្ចឹងយើងមានសិទ្ធិថតហើយនឹងផុសបញ្ជូនទៅក្រសួងដើម្បីក្រសួងបញ្ជូនទៅបន្តទៅស្ថាប័នពាក់ព័ន្ធតែប៉ុណ្ណឹងបាទសូមអរគុណបង